បាទបងប្អូននេះមកដល់រៀងកដាលទន្លេបាទតោះជាងទៅមើលវីដេអូទាំងអស់គ្នាថាស្ពេនយើងអាប់ដេតដល់ណាហើយបាទតោះទៅមើលវីដេអូតាំងពីដើមរហូតដល់ចប់ទាំងអស់គ្នាបងប្អូនតោះ Let's go បាទបងប្អូននេះadmin មកថតលើស្ពានបាទតែទៅមើលវីដេអូលើស្ពានជាមួយខ្ញុំទាំងអស់គ្នាថាស្ពានរបស់យើងធ្វើដល់ណាហើយបាទចាក់ធ្នឹមចាក់អីដល់ណាហើយទៅមើលវីដេអូវែងជាមួយខ្ញុំបាទទៅថតលើស្ពានហ្នឹងបាទបងប្អូននេះគឺខ្ញុំជិះឡើងលើស្ពានពីក្រោមឡើងទៅដល់ពាក់កណ្ដាលទន្លេហ្មងបងប្អូនបាទចាំមើលវីដេអូដល់ចប់ទាំងអស់គ្នាបាទហើយវីដេអូនេះគឺខ្ញុំជិះថតហ្មងបងប្អូនគឺឲ្យអ៊ំគាត់ជូនឡើងហើយខ្ញុំក៏បានឆ្លៀតថតទៅបាទហើយជិះនៅមុំទៅដល់ហ្នឹងគឺឆ្ងាយដែរបងប្អូនបាទឆ្ងាយហើយថតនេះពេលថ្ងៃបាទថតភ្លាមផុសភ្លាមបាទអត់មានទុកប្អូនជូទេបងប្អូនបាទគឺថាបានឡើងភ្លាមគឺថតឲ្យបងប្អូនបានមើលភ្លាមហ្មងបាទអញ្ចឹងស្ពានរបស់យើងគឺគេចាក់ប្រកាន់ដៃខាងនេះគឺថាហើយអីបាទហើយចង់ថាហៅខាងកើតហើយចង់ 90% បាទ10% ខាងលិចបាទអញ្ចឹងប្រកាន់ដៃលូនេះបាទលូថ្មើរជើងថ្មីបងប្អូននេះបាទនេះមើលហើយបាទគឺថាបានឆ្ងាយល្អក្រនបើដែរបាទថាខ្ញុំថ្ងៃនេះជិះបានអ៊ំក៏ជូនឡើងមករៀងឆ្ងាយបាទនៅកណ្ដាលទន្លេក៏ដែរបាទអញ្ចឹងដើម្បីបានវីដេអូបងប្អូនមើលបាទខ្ញុំក៏បានសុំគាត់ឲ្យគាត់ជូនឡើងថតឡើងអីចឹងបាទអរគុណអ៊ំប្រុសដែលជួយចែកម្លែកនឹងព័ត៌មានដើម្បីឲ្យខ្ញុំបានថតវីដេអូដើម្បីជូនបងប្អូនបានមើលស្ពានរបស់យើងបាទឥឡូវនេះខ្ញុំជិះមកដល់កណ្ដាលទន្លេបងប្អូនបាទនេះកណ្ដាលទន្លេស្ពានរបស់យើងបាទស្ពានឆ្លងទន្លេខេត្តក្រចេះឆ្លងចាក់ទៅខេត្តកំពង់ធំដែលមានប្រវែង 1761 ម៉ែត្របងប្អូនបាទអញ្ចឹងត្រូវខាងកើតរបស់យើងគឺថាចិត្តហើយបាទនេះបាទហើយនេះគឺជាកន្លែងដៃស្ពានគេខាត់ស្ពានខាត់អីបងប្អូនខាត់ឲ្យស្អាតអីចឹងមើលឃើញទៅឃើញស្អាតហ្មងបាទអញ្ចឹងមិនក៏រោភ្លៀងរយដែរបងប្អូនបាទឥឡូវខ្ញុំមកដល់កណ្ដាលស្ពាននេះបាទនេះទីខ្ញុំទៅដល់ធម្មច្រដែលគេហាមឃាត់មិនឲ្យទៅបងប្អូនបាទអញ្ចឹងថតបានឆ្ងាយដែរបងប្អូនបាទឥឡូវនេះប្រកាន់ដៃប្រឡោះនេះបងប្អូនជិះមកឃើញប្រឡោះនេះមិនតាន់ធ្វើហើយបាទមានប្រឡោះហាក់ខ្លះធ្វើហើយខ្លះមិនតាន់ហើយបាទហើយនេះនៅកណ្ដាលទន្លេបាទនោះកោះធំកោះច្រែងកោះអីឃើញហើយបាទហើយក៏ខ្ពស់ដែរបងប្អូនបាទនេះមកដល់កន្លែងដែលគេហាមឃាត់ឲ្យទៅបកទៅវិញបាទអញ្ចឹងអ្នកចូលមើលវីដេអូកុំភ្លេច like share មួយបងប្អូនបាទហើយនេះថ្មើរជើងថ្មើរអីនេះថ្មើរជើងលូអីនេះគេចាក់បានផងនេះបងប្អូនបាទនេះឆ្ងាយណាបងប្អូនបាទឥឡូវខ្ញុំជិះចុះមកវិញបាទឥឡូវមានថតថ្មើរជើងចុះទៅវិញបងប្អូនមើលបាទជិះចុះទៅវិញមិនចាំប្រឆេះម៉ូតូបងប្អូនផ្ដាច់តែលេខទៅរូហ្មងបាទនេះខ្ញុំជិះចុះទៅវិញបាទហើយក៏បានជួបបងកន្លងធ្វើការធ្វើអីស្មើនឹងដែរអញ្ចឹងបងប្អូនដល់វេនគាត់ក៏ទៅឡើងអីអញ្ចឹងបាទអញ្ចឹងវីដេអូខ្ញុំអត់មានអីច្រើនបងប្អូនមានថតស្ពានថតផ្លូវថតអីសម្រាប់ខេត្តកញ្ចេះរបស់យើងបាទអញ្ចឹងស្ពានរបស់យើងគឺថាចិត្តហើយបងប្អូនបាទតាមខ្ញុំចាក់ស្ដែងថតពីលើស្ពានបាទនេះបាទថតដោយអត់សូវនឹងហ្មងបងប្អូនដើម្បីបានវីដេអូបងប្អូនមើលជិះម៉ូតូបាទឲ្យអ៊ំថតនេះអ៊ំថតឲ្យខ្ញុំថតអ៊ំដប់អីបាទជិះមើលប្រកាន់ដៃប្រកាន់អីគរងផ្លូវគរងអីស្ពានបាទគេថានេះគឺផ្លូវឆ្លងបងប្អូនបាទហ៊ានថតយ៉ាងយូរឯបាទវីដេអូមកជិះម៉ូតូទៅវិញទៅមកឡើងថតហើយវីដេអូខ្ញុំអត់មានច្រើនទេបងប្អូនអរគុណជម្រាបលាជួបគ្នាវីដេអូក្រោយ